ណែលោកប្អូនតើលោកប្អូនបានដឹងទេនៅក្នុងព្រៃលើភ្នំនោះមានកំណត់ទ្រព្យសម្បត្តិច្រើនណាស់បើសិនជាមានអ្នកណារកឃើញកំណត់ទ្រព្យទាំងអស់នោះនឹងក្លាយជាអ្នកមានបំផុតនៅក្នុងភូមិនិងស្វែងរកកំណត់អស់រយៈពេលជាច្រើនថ្ងៃនៅក្នុងព្រៃដ៏សែនជ្រៅនោះបងអាសានៅក្នុងរូងភ្នំមួយនេះហើយខ្ញុំចង់ចូលទៅខាងក្នុងហើយយកកំណត់ទាំងអស់ខ្លាំងណាស់គាត់ក៏ដើរចូលទៅក្នុងរូងភ្នំមួយនោះព្រមមហិមាមួយបានលេចរូបរាងឡើងឈរនៅចំពីមុខគាត់ពីព្រេងនាយនៅក្នុងអាណាចក្រតូចមួយឈ្មោះថាពារាណសីអាណាចក្រនោះសម្បូរបែបនិងមានសុភមង្គលខ្លាំងណាស់នៅទីនោះមានកសិករម្នាក់ឈ្មោះកយក៏ប៉ុន្តែកយមានចរិតលោភលន់ខ្លាំងណាស់គាត់រស់នៅជាមួយភរិយារបស់គាត់ឈ្មោះសយដែលចេះទុកដាក់គិតគូរពិចារណាបានខ្ពង់ខ្ពស់សយតែងតែព្យាយាមឲ្យកយយល់ដឹងអំពីការរស់នៅបែបត្រឹមត្រូវប៉ុន្តែគាត់មិនស្ដាប់នាងឡើយគាត់តែងតែចង់ក្លាយជាអ្នកមានបំផុតនៅក្នុងភូមិដោយសារតែសេចក្តីចង់មានបានហួសហេតុនេះគាត់ក៏ប្រែក្លាយជាមនុស្សកំណាញ់ខ្លាំងបំផុតដល់ថ្នាក់មិនចង់ចាយសូម្បីតែទិញម្ហូបអាហារត្រីសាច់សម្រាប់ទទួលទាននៅព្រឹកមួយកយបាននិយាយថាហ៎ណែអ្នកអើយខ្ញុំទៅស្រែសិនហើយណាក្បាលល្ងាចទើបខ្ញុំត្រឡប់មកវិញសយបានឆ្លើយតបថាហ៎ណែអ្នកអើយកុំភ្លេចទិញបន្លែបង្ការមកផងណាព្រោះនៅផ្ទះអស់ហើយកយបាននិយាយថាណែអ្នកអើយចាំបាច់ទិញបន្លែថែមទៀតធ្វើអ្វីយើងនៅមានសណ្ដែកនៅផ្ទះហើយតើចំអិនវាជំនួសបាយទៅមិនចាំបាច់ចាយប្រាក់ថែមទៀតផងសយបាននិយាយតបតថាតើមាននរណាម្នាក់ជៀសវាងរស់នៅដោយការមិនបរិភោគបាយទេអ្នកអើយកយបាននិយាយថាហ៎ណែអ្នកបើអ្នកមិនគិតគូរឲ្យល្អិតល្អន់នោះទេតើយើងនឹងក្លាយជាអ្នកមានបានយ៉ាងដូចម្ដេចសយទប់ចិត្តនឹងបាននិយាយថាបើអ្នកបន្តរស់នៅបែបនេះយើងគួរតែរស់នៅរៀងៗខ្លួនទៅខ្ញុំមិនចង់រស់នៅបែបនេះទៀតទេកយមិនស្ដាប់ឡើយគាត់បានទាញសម្ភារៈដើរព្រៃរបស់គាត់ហើយនិយាយដូចមិនមានរឿងអីថាខ្ញុំចង់ក្លាយជាអ្នកមានបំផុតនៅក្នុងភូមិខ្ញុំទៅហើយអ្នកអើយអ្នកនៅផ្ទះបន្តព្រួយបារម្ភរបស់អ្នកទៀតទៅអញ្ចឹងនិយាយបែបនោះហើយកយក៏ចេញទៅស្រែបាត់ទៅគាត់បានចាប់ផ្ដើមធ្វើការនៅស្រែយ៉ាងនឿយហត់នៅក្បែរនោះមានបុរសចំណាស់ពីរនាក់កំពុងនិយាយគ្នាហ៎ណែលោកប្អូនតើលោកប្អូនបានដឹងទេនៅក្នុងព្រៃលើភ្នំនោះមានកំណត់ទ្រព្យសម្បត្តិច្រើនណាស់បើសិនជាមានអ្នកណារកឃើញកំណត់ទ្រព្យទាំងអស់នោះនឹងក្លាយជាអ្នកមានបំផុតនៅក្នុងភូមិអ្នកអើយកំពុងនិយាយអីហ្នឹងគ្មានអ្នកណាចង់ប្រថុយជីវិតដើម្បីចូលទៅក្នុងព្រៃភ្នំនោះទេហើយចំណែកការបរបាញ់សត្វវិញក៏គ្មានអ្នកណាហ៊ានចូលទៅក្នុងព្រៃនោះដែរទោះជាមានទ្រព្យសម្បត្តិប៉ុន្មានក៏ដោយក៏មិនអាចទិញអីបានដែរបើជីវិតយើងគ្មាននោះណែអ្នកទ្រព្យនោះមិនមែនជាទ្រព្យធម្មតាទេណាមានគ្រឿងអលង្ការគុជពេជ្រមាសប្រាក់កែវកងនិងវត្ថុមានតម្លៃជាច្រើនទៀតផងណាអ្នកបើមានកំណត់ទ្រព្យសម្បត្តិដ៏មហាសាលដល់ថ្នាក់នោះហើយតែហេតុអ្វីបានជាលោកបងមិនសាកចូលទៅរកទ្រព្យដ៏មហាសាលនោះទៅលោកបងអ្នកប្អូនអើយតែខ្ញុំត្រូវការទ្រព្យអីទៀតខ្ញុំពេញចិត្តជាមួយអ្វីដែលខ្ញុំមានទៅហើយលោកប្អូនអើយអ្នកណាចង់បានក៏ចង់ទៅនិយាយបែបនោះហើយបរិសទាំងពីរនាក់ក៏ដើរចាក់ចេញពីទីកន្លែងនោះទៅកយដែលឮការពិភាក្សារបស់បរិសចំណាស់ពីរនាក់នោះហើយគាត់ក៏ចាប់ផ្ដើមកើតចិត្តលោភលន់គាត់បានគិតក្នុងចិត្តថាបើខ្ញុំរកបានកំណត់ទ្រព្យទាំងអស់នោះខ្ញុំនឹងក្លាយជាអ្នកមានបំផុតនៅក្នុងភូមិហើយដោយមិនចាំយូរកយក៏ប្រញាប់ត្រឡប់ទៅផ្ទះហើយបានប្រាប់ប្រពន្ធរបស់គាត់ថា
ហ៎ណែអ្នកអើយខ្ញុំត្រូវចាក់ចេញពីក្នុងភូមិរយៈពេល2-3ថ្ងៃណាដើម្បីធ្វើកិច្ចការសំខាន់មួយបើមាននរណាម្នាក់មកសួរសូមប្រាប់ថាខ្ញុំនៅជិតភូមិក្បែរនេះទេអ្នកអើយតើអ្នកទៅណាអ្នកយ៉ាងហោចណាស់ប្រាប់ខ្ញុំដែលជាប្រពន្ធបានបន្តិចផងអ្នកបាននិយាយថានឹងត្រឡប់មកវិញល្ងាចក្រោយចេញពីស្រែតែឥឡូវភ្លាមចង់ចាក់ចេញទៅក្រៅភូមិរយៈពេល2-3ថ្ងៃទៀតតើមានអ្វីធ្ងន់ធ្ងរមែនដែរឬទេអ្នកអើយទេมันមានរឿងអ្វីធំដុំទេណាអ្នកខ្ញុំនេះណានឹងប្រាប់អ្នកនៅពេលដែលខ្ញុំត្រឡប់មកវិញណាអ្នកប្រពន្ធឥឡូវសូមយកឈើមកឲ្យខ្ញុំហើយច្រកអាហារឲ្យខ្ញុំជាប្រញាប់មកណាអ្នកចាអ្នកចាំបន្តិចសិនណាអ្នកខ្ញុំនឹងយកឲ្យអ្នកសយបានយកឈើឲ្យនិងច្រកអាហារឲ្យកយកយក៏ចាប់ផ្ដើមចេញដំណើរទៅកាន់ព្រៃភ្នំនោះគាត់បានស្វែងរកកំណប់អស់រយៈពេលជាច្រើនថ្ងៃនៅក្នុងព្រៃដ៏សែនជ្រៅនោះឥឡូវតើខ្ញុំទៅធ្វើដូចម្ដេចខ្ញុំបានធ្វើដំណើរជាច្រើនថ្ងៃទៅហើយខ្ញុំឃ្លានខ្លាំងណាស់អាហារដែលទុកសម្រាប់ឆីក៏អស់ទៅទៀតហើយដូចជាគ្មានឃើញដំរយកំណប់ទ្រព្យសម្បត្តិតតែសោះប្រហែលបរិសចំណាស់2នាក់នោះនិយាយកុហកខ្ញុំហើយតើខ្ញុំគួរតែត្រឡប់ទៅផ្ទះវិញមែនទេឥឡូវនេះនិយាយបែបនោះហើយកយក៏កាន់ឈើរបស់គាត់ឡើងហើយចាប់ផ្ដើមដើរត្រឡប់ទៅផ្ទះប៉ុន្តែបន្ទាប់មកគាត់បានគិតថាខ្ញុំបានទៅគ្រប់ផ្លូវអស់ហើយនៅសល់តំបន់ចុងក្រោយនៃព្រៃនេះហើយគឺទិសខាងលិចនេះហើយបើខ្ញុំមិនទៅផ្លូវនោះទេខ្ញុំនឹងដេកស្ដាយក្រោយទៅពេលត្រឡប់ដល់ផ្ទះវិញនិយាយបែបនោះហើយកយក៏ចាប់ផ្ដើមដើរទៅទិសខាងលិចនៃព្រៃភ្នំនោះគាត់បានដើរពេញមួយថ្ងៃពីព្រឹកទល់ល្ងាចហើយចុងក្រោយក៏ឃើញរូងភ្នំចម្លែកមួយនេះជារូងភ្នំដែលមានអាយុកាលចំណាស់ខ្លាំងណាស់កំណប់ដ៏មហាសាលនៅក្នុងរូងភ្នំមួយនេះហើយខ្ញុំចង់ចូលទៅខាងក្នុងហើយយកកំណប់ទាំងអស់ខ្លាំងណាស់គាត់ក៏ដើរចូលទៅក្នុងរូងភ្នំមួយនោះកែវភ្នែករបស់គាត់ពោពេញទៅដោយការប្រុងប្រយ័ត្នជាទីបំផុត